និយាយអំពីអត្ថប្រយោជន៍របស់គ្រាប់ជីក្នុងគ្រាប់ជីចំនួន13ក្រាមគឺមានខ្លាញ់ fat ណា 2.5 ក្រាមហើយមាន omega 3 ហ្នឹងរហូតដល់1240 មីលីក្រាមច្រើនមាន fiber 7ក្រាមហើយមាន protein 2ក្រាមមាន calcium 15% ជាតិដែក 10% ហើយនិង magnesium 10% និយាយទៅគឺមានសារធាតុចិញ្ចឹមច្រើនដែរជាពិសេស calcium ជាតិដែកហើយនិង magnesium ហើយនិង omega 3 ខ្ពស់ណាដោយសារគ្រាប់ជីវាមាន fiber ច្រើនវាជួយទៅដល់ការបត់ជើងឲ្យយើងបត់ជើងស្រួលបត់ជើងទៀងទាត់នៅក្នុងគ្រាប់ជីហ្នឹងមាន antioxidant ឈ្មោះថា phenolic ហើយនិង flavonoid ដែលជាប្រភេទ antioxidant ដែលជួយកាត់បន្ថយ radical សេរីជួយកាត់បន្ថយអុកស៊ីតកម្មផ្សេងៗដែលមាននៅក្នុងរាងកាយយើងកុំការពារកុំឲ្យកោសិកាយើងវាខូចវាមានបញ្ហាណាប្រយោជន៍ចុងក្រោយគឺមានការស្រាវជ្រាវមួយគឺបានបង្ហាញថាគ្រាប់ជីហ្នឹងគឺជួយប្រឆាំងនឹងបាក់តេរីមួយប្រភេទដែលវាវាយលុកឬក៏ផលប៉ះពាល់ទៅលើផ្លូវដង្ហើមរបស់យើងណាអញ្ចឹងតាមការស្រាវជ្រាវនេះបង្ហាញថាបាក់តេរីហ្នឹងវាចាញ់ជាមួយគ្រាប់ជីអញ្ចឹងណាតើយើងញ៉ាំគ្រាប់ជីបែបម៉េចទើបមានសុខភាពល្អណាខ្មែរយើងគឺយើងចូលចិត្តយកគ្រាប់ជីទៅធ្វើផ្អែមញ៉ាំជាមួយរបស់អីផ្សេងៗអញ្ចឹងទៅប៉ុន្តែបងប្អូនដែលចង់បានអត្ថប្រយោជន៍ច្រើនពីគ្រាប់ជីយើងមិនគួរណាយកទៅដាក់មួយស្ករឬទៅដាក់គោខាប់ឬក៏របស់ដែលមានជាតិផ្អែមច្រើនទេព្រោះថាបងប្អូនដាក់ស្ករចូលច្រើនពេកធ្វើញ៉ាំទៅទទួលបានស្ករជាតិស្ករក្នុងឈាមឡើងគ្រាប់ជីគឺទុកអត់ឈ្នះទេណាអញ្ចឹងគឺអត់ទទួលបានអត្ថប្រយោជន៍ទេអានេះវាជួយបានតិចប៉ុន្តែស្ករធ្វើឲ្យមានបញ្ហាច្រើនអញ្ចឹងខ្ញុំ recommend ថាបងប្អូនអាចដាក់វានៅក្នុងទឹកចេះទៅច្បាច់ក្រូចឆ្មាញ៉ាំដើម្បីជំនួយសុខភាពគឺល្អជាងកុំដាក់ស្ករកុំដាក់អីណា